នេះជាភាគខ្លីមួយដែលរៀបរាប់ពីព្រះ Olympus ដែលជាអ្នកដឹកនាំចក្រវាឡជំនាន់ថ្មីជំនួសឲ្យព្រះ Titan ដែលបានចាញ់សង្គ្រាមជាព្រះដែលយើងនឹងជួបញឹកញាប់ហើយដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងទេវកថាជាច្រើនរបស់ក្រិកបុរាណព្រះសំខាន់ទាំង12មាន6អង្គជាព្រះ Olympus ដើមដែលត្រូវជាកូនរបស់ Titan Cronus រីឯព្រះ6អង្គផ្សេងទៀតដែលបង្គ្រប់កន្លែងទាំង12គឺជាបុត្ររបស់ Zeus ហើយនេះហើយយើងនឹងរៀបរាប់អំពីព្រះដើមទាំង6អង្គដែលយើងហៅថា Original Olympian God Zeus ឬឈ្មោះរ៉ូម៉ាំងហៅថា Jupiter គឺជាអ្នកដឹកនាំចក្រវាឡគឺជាស្ដេចនៃអាទិទេពទាំងអស់ជាព្រះនៃឋានសួគ៌ទ្រង់ជាព្រះនៃរន្ទះនិងភាពយុត្តិធម៌ទ្រង់ជាអ្នកដឹកនាំប្រកបដោយយុត្តិធម៌ស្មារតីមិនលំអៀង Poseidon មានឈ្មោះរ៉ូម៉ាំងថា Neptune ជាព្រះនៃសមុទ្រពំជួយដីហើយនិងព្រះនៃសេះទ្រង់ជាព្រះដែលស្រឡាញ់និងចូលចិត្តសេះយ៉ាងខ្លាំងហើយទ្រង់មានសមត្ថភាពគ្រប់គ្រងសមុទ្រទាំងអស់ហើយនឹងអាចធ្វើឲ្យផែនដីរំជួយផងដែរ Hades ដែលមានឈ្មោះរ៉ូម៉ាំងថា Pluto ជាព្រះនៃឋានក្រោមឬជាអ្នកផ្ដល់នូវទ្រព្យសម្បត្តិមហាសាលជួនកាលគេហៅទ្រង់ថាជាអ្នកដែលមិនអាចមើលឃើញឬ Unseen One ដែលសារឋានក្រោមសម្បូររ៉ែមានតម្លៃទើបគេហៅទ្រង់ថាជាអ្នកផ្ដល់ទ្រព្យសម្បត្តិដ៏មហាសាល Hera ដែលមានឈ្មោះរ៉ូម៉ាំងថា Juno ជាព្រះនៃអាពាហ៍ពិពាហ៍និងជាព្រះដែលថែរក្សាការពារស្ត្រីដែលបានរៀបបង្គោលការហើយទ្រង់ត្រូវជាមហេសីរបស់ព្រះ Zeus នោះឯង Demeter ឬឈ្មោះរ៉ូម៉ាំងហៅថា Ceres ជាព្រះនៃការប្រមូលផលដំណាំជាព្រះនៃកសិកម្មនិងជីវជាតិទ្រង់ជាអ្នកគ្រប់គ្រងលើដំណាំនិងការប្រមូលផលទូទាំងចក្រវាឡនេះ Hestia ឬមានឈ្មោះរ៉ូម៉ាំងថា Vesta ជាព្រះនៃភ្លើងដ៏ពិសិដ្ឋនិងជាព្រះដែលតំណាងឲ្យចំណងទាក់ទងយ៉ាងស្អិតរមួតនៅក្នុងក្រុមគ្រួសារនិងទំនាក់ទំនងគ្នានៅក្នុងសហគមន៍ Aphrodite ឬ Venus ទ្រង់មិនមែនជាបងប្អូនរបស់ Zeus នោះទេប៉ុន្តែទ្រង់ក៏មានកន្លែងមួយក្នុងចំណោមកន្លែងទាំង12នៅ Olympus ដែរទ្រង់ជាព្រះនៃក្តីស្រឡាញ់និងការរួមមេត្រីហើយទ្រង់ក៏ជាព្រះនៃភាពស្រស់ស្អាតផងដែរនេះជាព្រះទាំង6អង្គបូករួមនឹង Aphrodite ដែលគេហៅថា Original Olympian God បន្តមកនេះយើងនឹងរៀបរាប់អំពីព្រះដែលត្រូវជាបុត្រារបស់ Zeus បំពេញកន្លែងចំនួន6អង្គទៀត Athena ឬឈ្មោះរ៉ូម៉ាំងថា Minerva ជាព្រះនៃយុទ្ធសាស្ត្រសង្គ្រាមនិងបញ្ញាញាណត្រូវជាបុត្រីរបស់ Zeus និង Metis ដែលជាគូគប់ដំបូងរបស់ព្រះ Zeus Apollo គ្មានឈ្មោះរ៉ូម៉ាំងនោះឡើយដោយហេតុថាឈ្មោះរ៉ូម៉ាំងរបស់ទ្រង់ក៏ត្រូវបានគេហៅថា Apollo ផងដែរទ្រង់ជាព្រះនៃពន្លឺនិងព្រះអាទិត្យជាព្រះនៃតន្ត្រីនិងសិល្បៈជាព្រះនៃការព្យាបាលការទស្សន៍ទាយទ្រង់ក៏ជាព្រះដែលតំណាងឲ្យការបាញ់ធ្នូរបាំនិងកំណាព្យផងដែរ Apollo ត្រូវជាកូនរបស់ Zeus និង Leto Artemis មានឈ្មោះរ៉ូម៉ាំងថា Diana ជាព្រះនៃការប្រមាញ់ទ្រង់ត្រូវជាប្អូនភ្លោះរបស់ Apollo នោះឯងដូចនេះទ្រង់ក៏ជាបុត្រីរបស់ Zeus និង Leto ផងដែរ Hephaestus ជាព្រះនៃជាងស្មិតទ្រង់ក៏ជាប់តាក់ទងជាមួយនឹងភ្នំភ្លើងផងដែរ Hephaestus ត្រូវជាកូនរបស់ Hera តែមួយអង្គឯងគឺជាបុត្រដែលមកកើតដោយ Hera តែគ្មានការចូលរួមពីព្រះ Zeus នោះឡើយ Ares មានឈ្មោះរ៉ូម៉ាំងថា Mars ជាព្រះនៃសង្គ្រាមមហោឈាមទ្រង់ជាព្រះនៃសង្គ្រាមប៉ុន្តែខុសពី Athena Ares មិនប្រើយុទ្ធសាស្ត្រសង្គ្រាមនោះឡើយទ្រង់ជាព្រះនៃសង្គ្រាមដោយប្រើកម្លាំងនិងការបង្ហូរឈាមគ្នាទ្រង់ត្រូវជាបុត្ររបស់ Zeus និង Hera Hermes មានឈ្មោះរ៉ូម៉ាំងថា Mercury ជាព្រះនៃល្បិចកលការបោកបញ្ឆោតនិងជាអ្នកនាំសាររបស់ព្រះទ្រង់ត្រូវជាបុត្ររបស់ Zeus និង Maia ព្រះចុងក្រោយគឺ Dionysus មានឈ្មោះរ៉ូម៉ាំងថា Bacchus ជាព្រះនៃស្រានិងការសប្បាយទ្រង់ត្រូវជាកូនរបស់ Zeus និង Semele Dionysus ជាព្រះដែលក្មេងជាងគេដែលបានចូលរួមជា
ព្រះទាំង12ហើយទ្រង់មានលក្ខណៈពិសេសមួយត្រង់ថាទ្រង់ជាព្រះតែមួយអង្គគត់ដែលមានមេត្តាជាមនុស្សលោកនិងបិតាជាស្ដេចនៃអាទិទេពជាទូទៅព្រះដែលមានបិតាជាព្រះនិងមេត្តាជាមនុស្សត្រូវបានគេហៅថាជា demigod ឬក៏ព្រះពាក់កណ្ដាលមនុស្សពាក់កណ្ដាលប៉ុន្តែ Dionysus គឺជាព្រះពេញលេញគឺជាលក្ខណៈពិសេសមួយរបស់ទ្រង់យើងប្រកាសជាឆ្ងល់ថាព្រះដែលបានរៀបរាប់មានចំនួនដល់ទៅ14អង្គប៉ុន្តែគេបែរជាហៅព្រះ Olympus ថាជាព្រះទាំង12អង្គហើយរាជបល្ល័ង្កក៏មានសម្រាប់ព្រះ12អង្គផងដែរដែលត្រូវជួបប្រជុំគ្នានៅឋាន Olympus មូលហេតុនេះគឺដោយសារតែមានតម្រាបាននិយាយផ្សេងគ្នាគេបាននិយាយថា Hestia ដែលជាព្រះច្បងគេបំផុតនៃព្រះដើមទាំង6ទ្រង់មិនមានអាសនៈឬរាជបល្ល័ង្កនៅឋាន Olympus ឡើយទ្រង់ច្រើនតែអង្គុយនៅកន្លែងដុតភ្លើងនៅចំទីកណ្ដាលនៃអាសនៈប្រជុំហើយកន្លែងដែលបដូរមួយទៀតគឺជាកន្លែងរបស់ព្រះ Hades កន្លែងរបស់ព្រះ Hades នេះគឺដោយសារមូលហេតុថាព្រះ Hades មិនងាយឡើងមកឋានសួគ៌នោះទេព្រោះទ្រង់ជាព្រះដែលប្រកាន់ខ្ជាប់នៅទូនីតិយ៉ាងខ្ជាប់ខ្ជួនហើយរយៈពេលយូរម្ដងទើបទ្រង់ហោះឡើងមកប្រជុំនៅឋាន Olympus ជាទូទៅកន្លែងរបស់ Hades ត្រូវបានគេជំនួសដោយព្រះនៃស្រានិងការសប្បាយជាព្រះដែលក្មេងជាងគេ Dionysus នោះឯងនេះហើយគឺជាព្រះ Olympus ជាអ្នកគ្រប់គ្រងចក្រវាឡចំនួនថ្មីទាំង12តែភាគច្រើនយើងឃើញថាជាក្រុមគ្រួសាររបស់ Zeus